ចាបើឆាក្បាលវីដេអូមកគឺពេលយើងជិះទៅដល់កោះឥឡូវមកខ្លាច់ទូបខ្លាច់ទឹកហ្នឹងហើយនេះចាប់ផ្ដើមធ្វើដំណើរចេញទៅហើយយើងអត់បានថតពីផ្ទះទៅចាប់ផ្ដើមថតតាមចិត្តដល់កំពង់ធំហ្នឹងហើយជិះទៅយើងចេញដំណើរពីម៉ោង4ទៅម៉ោង4ព្រឹកត្រូវបានទៅយកម៉ែនៅស្រុកវាចូលម៉ោង5ឥឡូវយើងជិះទៅទាំងព្រឹកហ្នឹងឥឡូវដល់កន្លែងនេះគឺចុះបណ្ដៃបាត់ជើងចូលចាក់សាំងចាក់អីបន្ទាប់មកក៏យើងបានទៅបាយព្រឹកនៅកំពង់ធំក្រុងកំពង់ធំហើយនឹងឯហូបបាយហើយអីហើយយើងក៏រៀបចំបន្តដំណើរទៅឆ្ពោះទៅកពតអត់បានឈប់នៅពេញទេគឺឆ្ពោះទៅកពតឥឡូវមកដល់កពតហើយនេះទេសនានេះខ្ញុំភ្លេចឈ្មោះដែរទេសនានេះដល់ឈ្មោះអីនេះមកដល់ក្នុងគ្នារៀបចំទៅដើរលេងអត់បានថតកន្លែងក្នុងបន្ទប់ទេដោយសារប្រញាប់ពេកវាពេលវេលាវាយឺតយើងទៅដល់វាសៀលទៅហើយដូចជាម៉ោង3ម៉ោង2ម៉ោង3ហើយទៅដើរលេងមួយផ្លែទៅកន្លែងស្ពានដៃដែលគេល្បីនៅកពតហ្នឹងហើយពេលល្ងាចក៏នាំគ្នាដើរលេងមាត់ព្រែកនៅកពតគឺទេសភាពស្អាតមើលម្ដាយខ្ញុំដើរកាន់ដៃគ្នាឥឡូវយើងកាត់មកពេលព្រឹកយើងចាក់ទៅលេងនៅបុកគោយើងថតតាមផ្លូវកំពង់រោផ្លូវទៅបុកគោដោយសារពេលយើងអត់សូវស្គាល់ដែរឈប់សម្រាប់បន្តិចទៅឥឡូវយើងបានទៅឡើងទៅដល់បុកគោហើយកូនបើខ្ញុំនេះគេជិះសបាយកូនបើឆ្លាតហើយកាយក៏កាយដែរនេះឥឡូវយើងបានឡើងទៅដល់កន្លែងនិយាយមកហើយថ្ងៃហ្នឹងក្តៅមែនតើក្តៅណាស់គឺត្រូវតែមានរោមរោឆាប់បានគ្រប់គ្នាថ្ងៃរះល្អមានពពកមានអីដែរប៉ុន្តែមិនដឹងមិនបានក្តៅយ៉ាងហ្នឹងក្តៅសឹងតែថាទ្រាំអត់បានណាម៉ែខ្ញុំពាក់មួកអីនោះម៉ែក្មេងទទួលឆាប់ប៉ុណ្ណាហើយម្នាក់ក្តៅយ៉ាងណាក៏តស៊ូដែរឥឡូវរោមលុបជ្រោកសិនកូនខ្ញុំនេះគេទិញស្អីគេនៅលើនឹងអត់មានអីលក់ផងចំណែកបងថ្លៃខ្ញុំនេះគឺតារាកំពូលតារាថតរូបហ្នឹងហើយបន្ទាប់មកពួកយើងក៏បានធ្វើដំណើរចុះពីនិយាយមកចាក់ទៅតាមផ្លូវគេថាទៅលេងបឹងអីគេបឹងហ្នឹងទឹកស្អាតណាបងប្អូនហ្នឹងហើយតិចទៀតដល់លេងទឹកស្អាតហើយទេសភាពស្អាតប៉ុន្តែអត់សូវបានថតច្រើនទេដោយសារម្នាក់អត់កម្លាំងណានេះបានទៅដល់ហើយខ្ញុំក៏សើទៅកងឡានដែរនិយាយពីបាក់រហូតអត់មានណាចេះបើកឡានជួយដូរបន្ទាប់ពីទៅបូកគោហើយឥឡូវយើងឆ្ពោះទៅខាងកែបក៏អត់បានថតអីទេនេះបានថតតែរៀបចំឡើងទូកម្នាក់សបាយឡើងទូមុនឡើងទូនិយាយពីសបាយណាស់ដល់ពេលឡើងទូហើយនេះបន្ទាប់ពីដល់កោះមើលមុខម្នាក់ឡើងស្បាយអស់ហើយដោយសារខ្លាចហ្នឹងហើយពេលទៅដល់កោះអត់បានថតអីទេដោយសារអស់កម្លាំងពេករៀបចំមួយទឹកមួយអីហើយក៏នាំគ្នាមកកំងអីញ៉ាំនៅមាត់សមុទ្រដល់លេងស្រុកខ្យល់អាកាសអស់វាស្រស់ស្រាយអារម្មណ៍ចឹងណាយូរទៅសមុទ្រម្ដងហ្នឹងហើយឥឡូវកាត់ដល់ពេលព្រឹកក៏អូមើលម្នាក់ពីអត់ចង់ក្រោកទេចំណែកម៉ែខ្ញុំមើលស្ទាយគាត់គេងរឹងណាទៅឡើងគាត់ចេញមកមុនគេងស្រស់ស្រូបយកខ្យល់អាកាសបរិសុទ្ធពេលព្រឹកនៅមាត់សមុទ្រចឹងណាបងប្អូនទៅមកពួកយើងក៏បាននាំគ្នាទៅញ៉ាំអីពេលព្រឹកប៉ុន្តែបានថតទេទៅនោះធ្វើមកថតកូនលេងដីហើយនេះទៅកងឡានគេលំហែអារម្មណ៍ស្រស់ស្រាយនៅមាត់សមុទ្រគាត់មើលអ្នកខ្ញុំថតឲ្យជាពិសេសឥឡូវអ្នកស្នាដៃគាត់ថតឲ្យខ្ញុំពេលខ្លះរកទៅរូបថតខ្លួនឯងអត់មានទេដើរលេងម្ដងពួកអីអត់មានណាចេះថតឲ្យយើងបានស្អាតទេណាឥឡូវយើងរៀបចំចេញដំណើរទៅវិញហើយចូលទៅក្នុងក្រុងកែបវិញណាហ្នឹងហើយឥឡូវនោះម៉ែអ្នកម្ដាយក្មេងហើយអ្នកម្ដាយបង្កើតខ្ញុំជាពីដើរកាន់ដៃគ្នារហូតទាំងតាំងពីកពតតាំងពីកំពង់ធំនិយាយទៅតាំងពីកំពង់ធំដល់កពតឥឡូវដល់កែបដល់កោះទៀតនេះដល់កងឡានឡើងជិះហើយពួកខ្ញុំដើរតាមក្រោយដើរឆ្លងអាផ្លូវគេហៅលុបតិចទៅដល់កន្លែងផែឡើងទុកបងប្អូនហ្នឹងហើយស្អាតមែនទេសភាពកោះទន្សាយអាការពួកខ្ញុំមកនោះអត់បានថតទេបងប្អូនដោយសារមកពេលល្ងាចប្រហែលជាម៉ោង4:05ដែរវាខ្យល់ខ្លាំងណាលោកខ្លាំងហើយអត់មានកាន់ទូរស័ព្ទទេខំប្រឹងទប់តែខ្លួនម្នាក់ដល់ពេលអញ្ចឹងទៅយើងអត់បានមើលសកម្មភាពពេលដែលយើងជិះទូកមកកោះកំពង់ណាហ្នឹងឥឡូវចាប់តាមរៀបចំឲ្យបានឡើងទូកហើយឡើងទូកយើងឆ្ពោះទៅខាងគិរីរំមកតង់ទៀតហើយជាទឹកគេនៅគិរីរំមកយប់ទៀតតើនេះដូចជា4ថ្ងៃ3យប់ហើយអាម្ដុំកន្លែងទូកហ្នឹងសម្បូរត្រីបងប្អូនត្រីនិយាយពីត្រីឡើងខាប់នេះយើងចុះទូកគេឡើងទូកឥឡូវបានដល់ក្នុងទូកហើយកូនបើខ្ញុំពាក់អាវធំជាងមនុស្សទៅវាតោទៅកូនក្មេងសបាយហើយមើលអ្នកម្ដាយខ្ញុំស្រស់ណាស់គាត់សុំសរសើរគាត់អត់ចេះខ្លាចមែនជិះទូកអត់ចេះខ្លាចទេបងប្អូនហើយតើប៉ុណ្ដាអត់ហត់ប៉ុន្តែប្រហែលជាគាត់ហត់ដែរប៉ុន្តែអត់ប្រាប់យើងថាហត់ឬមិនហត់អីចឹងណាបងប្អូនអីទេហត់ក៏សប្បាយដែរឲ្យតែបានដើរលេងហ្នឹងហើយនេះពេលត្រឡប់ទៅវិញគឺអត់មានរលកទេ
ពេលព្រឹកវាអត់សូវខ្យល់ដូចពេលល្ងាចទៅអត់សូវមានលោកទឹកស្អាតហើយអត់ខ្លាចទេអាចកាន់ទូរស័ព្ទថតបានថ្ងៃឥឡូវបានដល់ផែចំណតជាប់ដើម្បីឡើងទៅក្នុងក្រុងវិញហើយហ្នឹងហើយបងប្អូនដល់លេងឆ្លៀតមួយឆ្នាំ2ឆ្នាំម្ដងអីចឹងយូរយើងសំរួយដើរលេងម្ដងទៅសប្បាយចិត្តហើយអ្នកម្ដាយខ្ញុំនេះក៏គាត់ចាស់ហើយចង់នាំគាត់ដើរបានគ្រប់ខែដែរប៉ុន្តែយើងថាវិការយើងវាខ្សត់ខ្សោយមានតែយូរមិនសមបានម្ដងអីចឹងណាឥឡូវយើងត្រឡប់មកដល់ខាងកែបវិញហើយមកដល់កន្លែងក្តាមនៅកែបបន្ទាប់ពីចេញពីកែបមកយើងបានទៅលេងសូនឧស្សាហកែបខាងកាហ្វេលើភ្នំគេណាប៉ុន្តែបានទៅទិញអីទេទៅថតរូបដោយសារបងថៃខ្ញុំគាត់អ្នកចូលចិត្តថតរូបអញ្ចឹងគាត់ត្រូវតែដើរគ្រប់កន្លែងត្រូវតែខ្លួនគាត់ឲ្យគ្រប់កន្លែងប៉ុន្តែសួរថារូបថតខ្លួនឯងបានអត់ទេគឺដើរថតឲ្យតែបងថ្លៃទេហើយនឹងម៉ែក្មេងកូនប៉ុណ្ណឹងឯងទៅមកយើងបានឆ្លងមកដល់ខាងផ្សារក្តាមបានទិញគ្រឿងសមុទ្រខ្លះដើម្បីញ៉ាំអាហារពេលថ្ងៃហើយនឹងទិញតុកតាពេលល្ងាចយើងឥឡូវនេះយើងបានដល់ទេសនានៅគិរីរីសតនៅខាងគិរីរងណាជិះមកនោះវាភ្លៀងដែរភ្លៀងហើយជិះមកស្រោតមកទាំងយប់ខ្លាចយប់ជ្រៅហើយនៅមួយយើងអត់សូវស្គាល់ផ្លូវលេងមើលតាម map ទៀតជិះតាម Google Map ហ្នឹងជិះមកដល់ពេលនេះវាអាចស្វារត់ចង់ឃើញទេបងប្អូនគឺជិះព្រាមហ្មងតែឥឡូវយើងបានស្រស់អាហារពេលល្ងាចនៅគិរីរីសតឆ្ងាញ់ជាជុំហើយពេលព្រឹកយើងក៏បានដើរលេងលើគិរីរំបានប្រហែលជាតិចដែរ2-3ម៉ោងអត់ដល់ទេអត់ដល់2-3ម៉ោងតើប្រហែលជាថតរូបបាន4-5វីដេអូហ្នឹងក៏យើងចាប់បានធ្វើដំណើរទៅវិញដែរក៏ឲ្យប្រញាប់ស្រូតទៅខាងសៀមរាបវិញដោយសារយើងអត់អាចបន្លាយពេលគេនៅភ្នំពេញយប់ទៀតទេដោយសារជាប់ការងារត្រូវត្រឡប់ទៅធ្វើការងារហ្នឹងហើយឥឡូវយើងបានមកដល់ខាងឧដុង្គក្នុងឧដុង្គនេះអ្នកម្ដាយខ្ញុំក្មេងខ្ញុំឃើញតែចាស់អញ្ចឹងទេប៉ុន្តែប៉ុណ្ឡើងគឺឡើងពាក្យស្បែកជើងហ្នឹងកែងទៀតហ្មងហ្នឹងហើយបងប្អូនតែខ្ញុំពេលដើរលេងខ្ញុំអត់ហត់ដែរដោយសារមានអ៊ំគេកូនគឺតាមអ៊ំពូដកដៃទៅខ្ញុំក៏ដើរកាន់ទូរស័ព្ទទេហ្នឹងហើយបងប្អូននេះទឹកឃើញឧដុង្គចាត់ដីពណ៌សនេះលើកទី1ស្អាតក្បែរក៏ចំណាស្អាតមែនតើហើយសម្រាប់មកលេងណាបងប្អូនហ្នឹងហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរតែរៀងវែងតិចហើយបងប្អូនដោយសារយើងកាត់តាំងពីសកម្មភាពពី